តោះម៉ាមីយើងមកស្ដាប់ការចាប់ផ្ដើមអាហារដំបូងសម្រាប់អូនអាយុ6ខែទាំងអស់គ្នាមុននឹងការចាប់ផ្ដើមអាហារដំបូងសម្រាប់អូនអាយុ6ខែយើងមកដឹងសិនថាតើគួរឲ្យអាហារឲ្យកូនរបស់យើងហូបនឹងប្រហែលពេលនៅអាយុប្រហែលដែរដោយនៅពេលដែលអូនអាយុគ្រប់6ខែម៉ាក់ប៉ាអាចផ្ដល់អាហារគាត់1ពេលអាហារគោដល់ពេលដល់អូនអាយុគ្រប់8ខែអាចផ្ដល់ឲ្យគាត់នៅអាហារ2ពេលហើយដល់ពេលដល់អូនគ្រប់អាយុ10ខែគឺម៉ាក់ប៉ាអាចផ្ដល់អាហារឲ្យគាត់គឺ3ពេលគឺព្រឹកថ្ងៃនិងល្ងាចសម្រាប់អាហារដំបូងរបស់អូនអាយុ6ខែដែលគាត់ចាប់ផ្ដើមញ៉ាំអាហារគោហ្នឹងគឺម៉ាក់ប៉ាគួរតែដាក់បាយក្លុកជាមួយនឹងទឹកដោះគោដែលគាត់ធ្លាប់មុំឬមួយក៏ជាទឹកដោះម្ដាយយើងអាចបន្ស៊ាំគាត់2ទៅ3ថ្ងៃមុននឹងឈានចូលដល់ការដាក់សាច់ឬមួយក៏បន្លែផ្សេងទៀតនៅក្នុងបបរដើម្បីឲ្យគាត់ហូបហើយបរិមាណនៃការបរិភោគផុសគាត់នៃការហូបផុសគាត់ដំបូងហ្នឹងគឺត្រឹមតែ1ស្លាបព្រាបាយទៅ2ស្លាបព្រាបាយគឺគ្រប់គ្រាន់សម្រាប់គាត់មួយពេលបន្ទាប់មកម៉ាក់ប៉ាអាចចាប់ផ្ដើមក្លុកបាយដែលយើងហៅថាបបរគោគ្រឿងហ្នឹងក្លុកបាយជាមួយនឹងសាច់មួយមុខដល់ខ្ញុំណែនាំឲ្យចាប់ផ្ដើមជាមួយនឹងសាច់មាន់មុនហើយបន្ទាប់មកជាមួយបន្លែមួយមុខដើម្បីយើងងាយស្រួលក្នុងការតាមដានអាការៈអាឡែស៊ីរបស់កូនជាមួយនឹងសាច់និងបន្លែប្រភេទអ្វីយើងអាចឲ្យគាត់ហូបប្រភេទសាច់ហើយនិងបន្លែដដែលពី2ទៅ3ថ្ងៃបន្ទាប់មកយើងផ្លាស់ប្ដូរទៅជាបន្លែនិងសាច់ប្រភេទផ្សេងទៀតយើងអាចតាមដានគាត់រហូតដល់យើងជឿជាក់ថាកូនយើងអាចញ៉ាំសាច់អាចញ៉ាំបន្លែប្រភេទណាបានគឺយើងអាចធ្វើបបរគោគ្រឿងរួមបន្លែរួមសាច់បាននឹងចំពោះពងមាន់ហ្នឹងឬមួយក៏ដែលយើងហៅថាស៊ុបហ្នឹងអានេះតាមម៉ាមីធីមើលឯកសារទេគឺគេណែនាំឲ្យញ៉ាំពងមាន់ឬស៊ុបទាំងមូលហ្នឹងពេលអូនហ្នឹងអាយុ1ឆ្នាំឡើងទៅប៉ុន្តែបើអូនក្រោមអាយុ1ឆ្នាំគួរតែឲ្យញ៉ាំតែពងក្រហមហ្នឹងហើយករណីអូននៅទូទាំង6ខែអីគួរតែញ៉ាំត្រឹមតែពាក់កណ្ដាលពងក្រហមឬមួយក៏1/4នៃពងក្រហមគឺគ្រប់គ្រាន់ដោយឡែកចំពោះពេលវេលាក្នុងការជ្រើសរើសឲ្យកូនទូតភ័យយើង6ខែហ្នឹងគាត់ញ៉ាំដើម្បីផ្ដល់ភាពងាយស្រួលឲ្យម៉ាក់ប៉ាក្នុងការតាមដានអាការៈអាឡែស៊ីរបស់គាត់ថាតើគាត់អាឡែស៊ីជាមួយនឹងប្រភេទសាច់ឬមួយក៏ប្រភេទបន្លែប្រភេទអ្វីហ្នឹងម៉ាក់ប៉ាអាចជ្រើសរើសពេលព្រឹកព្រោះដល់ពេលកូនគាត់ហូបហើយគឺយើងអាចងាយស្រួលតាមដានអាការៈគាត់ហើយអាចបញ្ជូនគាត់អាចនាំគាត់នឹងទៅពេលតាន់ពេលវេលាចាសូមអរគុណ